សួស្តីបងប្អូននេះហើយជាសកម្មភាពដែលខ្ញុំមុនចូលសម្រានគឺខ្ញុំចូលតាមដានទ្រង់ជ្រូកហើយក្នុងរោងជ្រូកខ្ញុំនេះគឺបំពាក់ដោយភ្លើងសូឡាទាំងអស់ទាំងពូលដេញមូសទាំងពូលកំភ្លឺគឺខ្ញុំប្រើសូឡាទាំងអស់ហើយរោងនេះរោងថ្មីបងប្អូនរោងថ្មីបើរោងចាស់នោះនៅខាងកើតក្នុងរោងចាស់នេះរោងថ្មីព្រោះខ្ញុំធ្វើតម្លើងគ្រប់គ្រងកូនជ្រូកទៅឲ្យបងប្អូនអតិថិជនអត់គ្រាន់ហើយនៅតម្លើងទៀតគាត់ថាការងារមានញឹកដល់អញ្ចឹងធ្វើតាមមកដំណាក់កាលសិនហើយយើងមុនចូលសម្រានគឺយើងចូលតាមដានជ្រូកយើងដើម្បីមើលកូនជ្រូកគីឡូត្រូវខ្យល់ត្រូវអីល្ងាយើងបើកកម្ពស់កម្ដៅអីឲ្យវាគ្រប់គ្រាន់តាមដានជ្រូកគីឡូមានបញ្ហានានាផ្សេងមុនចូលសម្រានយើងជាទម្លាប់ចាំមកថាការងារយើងខិតខំជាយាមធ្វើទៅគឺវាបានផលបានយើងចេះតែប្រឹងហើយខ្ញុំចេះតែផ្សព្វផ្សាយទៅដល់បងប្អូនបាទហើយសូមឱកាសក្រោយៗទៀតខ្ញុំនឹងធ្វើបទបង្ហាញទៅដល់បងប្អូនកសិករយើងដើម្បីចូលរួមប្រឹងប្រែងរាល់មុខរបរនីមួយៗបើបងប្អូនព្យាយាមប្រឹងប្រែងវានឹងបានផលបាទអញ្ចឹងសូមអរគុណសូមជម្រាបលាទៅដល់បងប្អូនជាទីរាប់អាន